Psittacosis ឬគ្រុនសេជាជំងឺបង្កឡើងដោយបាក់តេរីឈ្មោះថា Chlamydia psittaci ដំបូងឡើយជំងឺនេះឆ្លងលើបាក់សីជាពិសេសសេកលលកឬព្រាបហើយមកទល់នឹងពេលថ្មីនេះមានករណីឆ្លងចំពោះមនុស្សផងដែរករណីជំងឺនេះកើតឡើងនៅប្រទេសប៉ែកអឺរ៉ុបដូចជាអូទ្រីដាណឺម៉ាកអាល្លឺម៉ង់ស៊ុយអែតនិងហូឡង់តាំងពីចុងឆ្នាំ2023រហូតមកដល់2024ហើយថ្មីនេះជំងឺនេះមានការកើនឡើងនិងបណ្ដាលឲ្យមនុស្សស្លាប់ជាហេតុធ្វើឲ្យមានការប្រកាសដើម្បីឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នជាពិសេសចំពោះអ្នកប៉ះពាល់ឬអ្នកចិញ្ចឹមបក្សីចំពោះអាការៈវិញមនុស្សភាគច្រើនដែលឆ្លងជំងឺនេះមានរោគសញ្ញាក្នុងចន្លោះពី5ទៅ14ថ្ងៃបន្ទាប់ពីប៉ះពាល់ជាមួយនឹងបក្សីដែលផ្ទុកមេរោគនេះជាទូទៅជំងឺ Psittacosis បង្កឲ្យមានបញ្ហាដល់ផ្លូវដង្ហើមដូចជាក្អកស្ងួតគ្រុនញាក់ឈឺក្បាលនិងឈឺចាប់តាមសាច់ដុំជាដើមក្នុងករណីខ្លះវាអាចបណ្ដាលឲ្យរលាកសួតធ្ងន់ធ្ងររលាកស្រោមបេះដូងរលាកថ្លើមនិងរលាកប្រព័ន្ធប្រសាទឬខួរក្បាលជាដើមប៉ុន្តែករណីធ្ងន់ធ្ងរបែបនេះអាចកើតឡើងលើមនុស្សម្នាក់ក្នុងចំណោម100នាក់ប៉ុណ្ណោះចំពោះរបៀបចម្លងវិញបាក់សីដែលផ្ទុកបាក់តេរីនេះទោះបីជាមានអាការៈឬមិនទាន់មានអាការៈក៏ដោយវាសុទ្ធតែអាចចម្លងជំងឺនេះតាមរយៈដំណក់ដង្ហើមធូលីនិងចំហាយទឹកដែលចេញពីក្នុងខ្លួនវាហើយនៅពេលដែលបាក់តេរីចេញមកក្នុងបរិយាកាសអ្នកនៅកន្លែងសម្បូរបាក់សីនិងប៉ះពាល់ជាមួយបាក់សីញឹកញាប់ងាយប្រឈមមុខនឹងការឆ្លងជំងឺនេះជាងគេជាសំណាងល្អជំងឺនេះមិនងាយឆ្លងពីមនុស្សទៅមនុស្សទេប៉ុន្តែយ៉ាងណាក៏ដោយយើងក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នដែរចំពោះការធ្វើតេស្តរកជំងឺ Psittacosis នេះវិញវាពិបាកបន្តិចព្រោះវាមើលទៅដូចជាគ្រុនផ្ដាសាយធម្មតាប៉ុន្តែមានករណីសង្ស័យខ្លះគេអាចយកឈាមកំហាកឬស្លេសឬយកសំណាកពីច្រមុះឬបំពង់កទៅពិនិត្យហើយការព្យាបាលអ្នកជំងឺវិញគេតែងតែតម្រូវឲ្យអ្នកជំងឺលេបថ្នាំអង់ទីប៊ីយោទិកដើម្បីប្រឆាំងនឹងការឆ្លងហើយមនុស្សភាគច្រើនជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សនៅពេលដែលពួកគេទទួលបានការព្យាបាលបានលឿនដូចនេះដើម្បីជៀសវាងការឆ្លងមេរោគនេះយើងគួរគប្បីនៅឆ្ងាយពីសត្វដែលយើងសង្ស័យថាមានផ្ទុកជំងឺនិងរក្សាអនាម័យរាងកាយឲ្យបានល្អសូមចុច like និង share ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកនិងអ្នកដទៃ